Lan này dừngនៅពេលដែលយក trade in Toyota 2012 option ស្រីបងប្អូនខាង dealer គេឲ្យតែ$500ទេថោកមែនតើបងប្អូនហើយឡានទាំងមូលហើយបើគិតពីតម្លៃមិនបានស្មើពាក់កណ្ដាល iPhone បងប្អូន iPhone ជាង1000ហើយខាង dealer យើង trade in យកទៅទិញឡានថ្មីដូរឡានថ្មីអីចឹងហើយខាងគេឲ្យតែ500នេះមើលផ្នែកខាងមុខបងប្អូនមិនខ្ញុំថតផ្នែកចំហៀងឡាននេះគេយកទៅជួសជុលគេចំណេញច្រើនណាបងប្អូនហើយព្រួយគេឲ្យយើងតែ500ដឹងមិនមែនបងប្អូនគិតមិនឡើយឥឡូវខ្ញុំថតផ្នែកខាងក្នុងឲ្យបងប្អូនមើលម្ដង2012 option 3ឥឡូវ2025បើគិតទៅរយៈពេល12ឆ្នាំទេបងប្អូននេះផ្នែកខាងក្នុងនេះផ្នែកខាងក្នុងនៅផ្នែកខាងក្រោយវិញគឺយកទៅជួសជុលអីចឹងណាបងប្អូនប៉ូលីឲ្យស្អាតអីចឹងណាមើលផ្នែកគូខាងក្រោយនេះផ្នែកខាងក្រោយបងប្អូនហើយម៉ាកនឹងអី500ធ្វើអីចាញ់បងប្អូនបើថោកម្លឹងនេះឲ្យយើងទិញយកទៅ trade in ហើយបានតែតម្លៃប៉ុណ្ណឹងមានការហួសចិត្តជាខ្លាំងតែម្ដងឡាននេះគេជួសជុលយកទៅប៉ូលីជួសជុលកាយខាយដល់គេលក់ទៅចំណេញបានច្រើនគួរសមដែរព្រោះដោយសារគេ trade in ពីយើងគឺថោកគេឲ្យតម្លៃ500គិតទៅមិនទេបងប្អូនដល់អញ្ចឹងពេកអីហើយឡានមួយទាំងមូលឡាននៅស្រុកនេះវាមានតម្លៃធូរជាងឡាននៅស្រុកខ្មែរប៉ុន្តែនៅពេលដែលយើងទិញជីហើយនៅពេលដែលលក់វិញគឺរឹតកាន់តែថោកទៀតបងប្អូនកាន់តែថោកខ្លាំងទៅទៀតឃើញពេលខ្លះវាឲ្យ500ទៅឡានខ្លះឲ្យ1000 1500 2000តាមឡានតាមអីចឹងបាទអញ្ចឹងប៉ុណ្ណឹងបងប្អូនថតមកជុំទៀតឲ្យបងប្អូនមើលនេះបាទជម្រាបលាបងប្អូន